ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះស្រីសំណាងថ្ងៃនេះខ្ញុំនឹងបង្ហាញពីឆ្លើយសំណួរពីចំនួន7ហ្នឹងដែលហេតុអ្វីបានជាជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញទៅលើ lab មួយដែលមានធ្វើការ configuration និង troubleshooting ផ្សេងៗចំពោះគេចំណុចគេសួរថាហេតុអ្វីបានជា PC2 can access website HTTP 192.168.1.2 ប៉ុន្តែ PC1 អាចពីព្រោះថា exceptional between switch S1 ហើយ S2 ហ្នឹងយើងអត់បាន config វារួចរាល់អញ្ចឹងទៅវាធ្វើឲ្យយើងវាអត់អាច connect បានទៅលើ website ហ្នឹងបាទទៅតាម PC2 ចំពោះសំណួរ 1.2 configure is channel using channel group file mode disable auto pair for link switch 2 ហើយ switch 3នៅក្នុងចំណុចទី 1.2 ហ្នឹងដើម្បី configure mode disable auto pair for link as switch 2 ហើយ switch 3យើងត្រូវប្រើប្រាស់ command នេះខ្ញុំបានដាក់លើនេះហើយចំពោះសំណួរទី2 which switch can you set switch 1 or switch 2 as root bridge so that port pha zone 3 of switch 3 become alternative port blocking state ក្នុងចំណុចនេះយើងត្រូវប្រើ root bridge connection កំណត់ S2 ជា root bridge បង្ខំឲ្យ pha zone 3 របស់ S3 ហ្នឹងដើម្បី block state alternate port ដែលយើងប្រើមាន command មួយគឺ spanning tree VLAN 1 root primary ហើយចំពោះសំណួរទី3 ensure PC1 ហើយ PC2 can reach IP 8.8.8.8 ហ្នឹងក្នុង router 2 router 1ហ្នឹងឥឡូវខ្ញុំធ្វើការ ping ទាំងអស់គ្នានេះ ping នេះនៅក្នុង PC2 យើងឃើញថាវា successful ចំពោះ PC1 យើងឃើញថាវា ping successful ដូចគ្នាចំពោះសំណួរទី4 which network should we set passive interface on and what command you can do ចំពោះ passive interface ហ្នឹងមិនចង់ឲ្យ OS ផ្ញើ hello ទៅ PC និង server passive interface ហ្នឹង G00 ទៅ PC ហើយ G01 ទៅ server ដោយយើងប្រើប្រាស់ command passive interface G00 ហើយ passive interface G01 ចំនួនសំណួរទី5 where is network 3.0.0.4 located R1 R2 ឬក៏ R3 use CDP on R1 network 3.0.0.24 ហ្នឹងមាននៅលើ router A3 ដែលយើងអាចពិនិត្យឃើញបានថា show CD neighbor detail ហ្នឹងនៅលើ R1 ដែលយើងធ្វើការនេះទៅអស់គ្នា show CDP neighbor detail ឥឡូវនេះវាបង្ហាញថានៅ device A3 វាមាន address IP address 3.3.2 ហ្នឹងអញ្ចឹងខ្ញុំបង្ហាញថានៅវានៅណាចំពោះសំណួរទី6 configure floating default route on R1 as backup route in case connection R1 to R2 has issue reset shutdown and interface SE010 on R2 and ensure PC1 can still ping 8.8.8 ក្នុងចំណុចហ្នឹងយើងត្រូវកំណត់
floating default route ទៅលើ Air1 តាម Air3 ជា backup តបមកយើងប្រើប្រាស់ primary AD ស្មើ1លើ router 2 IP route 0.000.0.222ហ្នឹងមួយហើយហើយខ្ញុំសរសេរមើល 0.0.0.0 ទៀត 2.2.2.2 មកតคลีលេខ1ហើយចំពោះbackup AD ស្មើ121តាមរយៈ router 3 IP route 00នឹងគ្នាបើប្រើ IP 3.3.3.2 121ឆ្នេះយើងឥឡូវនេះយើងធ្វើការ test shutdown ទៅលើ interface SE01 នៅលើ router 2 ហើយតមកយើងនឹងធានាថា PC 1នៅតែអាច ping ទៅលើ IP 8.8.8 នឹងបានហើយនេះជា command ដែលខ្ញុំធ្វើការ shutdown ទៅលើវាឥឡូវនេះខ្ញុំធ្វើការ shutdown ទៅលើ interface serial 010 interface serial 010 តមកយើង shutdown and តមកយើងធ្វើការ ping ទៅលើ PC1 ដល់ PC1 តា ping 8នឹងបានអត់នេះវាបង្ហាញថាយើងនៅតែអាច ping ទៅលើវាបានចំពោះ review នេះចំណុចទី7 review នេះ write access list so that block PC2 from accessing to server other can access server normally should you use standard or extend ACL header way ក្នុងនេះយើង ACL to block PC 2គឺវាបិទមិនឲ្យ PC 2ហ្នឹងមិនឲ្យចូល server ហើយអ្នកផ្សេងទៀតអាចចូលបានយើងប្រើ use extended ACL ប្រើ extended ACL ហ្នឹងដើម្បីវា specify source បូក destination របស់យើងចំពោះ command វិញខ្ញុំបានប្រើប្រាស់ command មួយនេះចំពោះ command ខ្ញុំបានប្រើប្រាស់ command នេះដើម្បីទៅ block PC2 to server init host 192.168 ចំពោះ why ហេតុអ្វីពីព្រោះយើងដើម្បីសាកល្បងថាបណ្ដាញមានការបំរុងទុកឬអត់បើសិនជាយើងបិទ serial 010 នៅ router A2 តែ PC មួយនៅតែ ping ទៅលើ IP 8.8.8 បានមានន័យថា OSPF ឬ EIGRP ហ្នឹងវាបានរៀបចំហើយដោយស្វ័យប្រវត្តិដូច្នេះវាបានបង្ហាញថាបណ្ដាញអាចធន់នឹងករណីខូចខាតមួយចំណុចបានដូច្នេះនេះជាការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់សូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នា